មនុស្សមានចំណេះដឹងច្រើនមិនប្រកាសថាមានគុណធម៌ទេតើគុណធម៌ពិតប្រាកដគឺជាអ្វីសូមកុំទាន់អស់រំលងមើលឲ្យដល់ចប់ជាមួយគ្នាណាមនុស្សជាច្រើនគិតថាគុណធម៌គ្រាន់តែការធ្វើល្អប៉ុន្តែតាមព្រះគម្ពីរគុណធម៌ចាប់ដើមពីចិត្តហើយបង្ហាញចេញតាមការគិតការនិយាយនិងការប្រព្រឹត្តអ្នកដែលមានគុណធម៌និងស្មោះត្រង់ចេះអភ័យទោសមានមេត្តាករុណាអត់ធ្មត់សុចរិតនិងរស់នៅដោយសេចក្តីស្រឡាញ់នៅក្នុងគម្ពីរកាឡាទីជំពូក5ខ22ដល់23បានបង្រៀនយើងថាតែឯផលផ្លែនៃព្រះវិញ្ញាណវិញនោះគឺសេចក្តីស្រឡាញ់អំណរអរមេត្រីភាពអត់ធ្មត់សុភាពសប្បុរសស្មោះត្រង់ស្លូតបូតហើយដឹងខ្នាតគ្មានក្រឹតវិន័យណាទាស់នឹងសេចក្តីយ៉ាងនោះទេគុណធម៌ពិតមិនមែនគ្រាន់តែធ្វើល្អឲ្យមនុស្សឃើញនោះទេប៉ុន្តែជាចិត្តដែលបានផ្លាស់ប្រែពីខាងក្នុងហើយបង្កើតផលល្អក្នុងជីវិតជារៀងរាល់ថ្ងៃគុណធម៌មិនមែនជារូបរាងខាងក្រៅទេប៉ុន្តែជាជីវិតខាងក្នុងដែលព្រះបង្កើតឡើងហើយបង្ហាញចេញតាមរយៈអំពើល្អបើអ្នកចង់រស់នៅដោយគុណធម៌ពិតសូមចាប់ផ្ដើមដោយស្គាល់ព្រះយេស៊ូវគ្រីស្ទហើយអនុញ្ញាតឲ្យព្រះវិញ្ញាណបរិសុទ្ធផ្លាស់ប្រែចិត្តរបស់អ្នកតើអ្នកយល់យ៉ាងណាដែរសូមខមមិននៅខាងក្រោមនេះហើយចែករំលែកវីដេអូនេះទៅកាន់អ្នកដទៃផងដែរហើយកុំភ្លេចជួយចុច follow ផងដើម្បីទទួលបានវីដេអូថ្មីៗប្រចាំថ្ងៃសូមអរគុណសូមព្រះប្រទានពរ